មេធាវីសំសុគង្គថាកលិខាធិការរងកោជបលោកនីចរិយាអាចនឹងមានសេរីភាពឡើងវិញនៅចុងខែនេះយុវជនគណៈបកសង្គ្រោះជាតិប្រមូលផ្ដុំគ្នាមុខសាលាដំបងខេត្តសៀមរាបប្រឆាំងការកោះហៅតំណាងរបស់ពួកគេដីព្រៃសហគមន៍ជាង7ហិកតានៅស្រុកបាណន់ខេត្តបាត់ដំបងត្រូវបានអ្នកមានលុយខុបខិតជាមួយអាជ្ញាធរឃុំទន្ទ្រានយកនិងព័ត៌មានដទៃទៀតរបស់ទូរទស្សន៍អាស៊ីសេរីសម្រាប់ថ្ងៃអង្គារទី13ខែធ្នូឆ្នាំ2016ចាប់ពីរាជធានីភ្នំពេញនាងខ្ញុំខែសុណងសូមជម្រាបសួរលោកនាងកញ្ញាជាទីមេត្រីយើងខ្ញុំសូមស្វាគមន៍លោកនាងនៅក្នុងកម្មវិធីផ្សាយទូរទស្សន៍អាស៊ីសេរីចាជាបន្តទៅនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាលោកសំសុគង្គមេធាវីការពារក្តីឲ្យលោកនីចរិយាឲ្យដឹងថាកូនក្តីរបស់លោកអាចនឹងមានសេរីភាពឡើងវិញនៅបំណាច់ខែធ្នូនេះលោកនីចរិយាដែលជាអគ្គលេខាធិការរងកោជបនៅមុនពេលចាប់ខ្លួនកាលពីខែមេសាជាប់ចោទក្នុងសំណុំរឿងសុកប៉ាន់សាក់សីករណីរឿងអាស្រូវស្នេហារវាងលោកកឹមសុខានិងអ្នកនាងខុមច័ន្ទតារាទីហៅស្រីមុំដែលសាធារណមតិយល់ថាជាល្បែងនយោបាយចាលោករ៉ាន់សំណាងរាយការណ៍អំពីរឿងនេះសួរអរគ្នាបាទសួរសុំ8នាក់8នាក់សុំ8នាក់ទី1ឯកឧត្តមកម្មសុខាទី2ឯកឧត្តមហូវ៉ាន់ការបង្ហើបឲ្យដឹងពីមេធាវីសំសុគង្គគឺធ្វើឡើងបន្ទាប់ពីក្រុមអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិដឹកនាំដោយលោកកឹមសុខាចូលទៅសួរសុខទុក្ខអគ្គលេខាធិការរងកោជបលោកនីចរិយាដែលកំពុងជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញនារសៀលថ្ងៃទី13ខែធ្នូចំណែកលោកកឹមសុខាវិញក្រោយពីបញ្ចប់ការសាកសួរសុខទុក្ខមន្ត្រីកោជបលោកមិនធ្វើអត្ថាធិប្បាយទេទៅនឹងសំណួរថាតើលោកនីចរិយានឹងត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនៅពេលណាអត់ដំបានយ៉ាងមិនដែរសួរសុខទុក្ខគាត់គាត់ថាអាចចេញឯណាទេអាដាមឥឡូវមិនមែនខ្ញុំអ្នកសញ្ញាទេណាលោកមេធាវីសំសុគង្គថាតុលាការក្រុងភ្នំពេញបិទបញ្ចប់ការស៊ើបសួរសំណុំរឿងនេះហើយពីថ្ងៃទី7ហ្នឹងខាងតុលាការក្រុងហ្នឹងគឺចៅក្រមស៊ើបសួរបានបិទការស៊ើបសួរហើយបញ្ជូនសំណុំរឿងទៅជំរះអញ្ចឹងនៅពេលដែលសំណុំជំរះចប់ហ្នឹងអាហ្នឹងយើងនឹងមាននីតិវិធីផ្សេងៗទៀតដើម្បីធ្វើការដោះលែងឬក៏សុំលើកលែងទោសពីព្រះមហាក្សត្រឬក៏សុំគេហៅសុំផាដិនណាសុំនេះណាលើកលែងទោសពីព្រះមហាក្សត្រគំនិតផ្ទាល់ហើយនឹងការវាតម្លៃដូចគ្នាអូនអញ្ចឹងចាប់តាំងពីខែមេសារហូតមកដល់ពេលនេះលោកនីចរិយានិងមន្ត្រីអាត់ហុក4រូបទៀតមានលោកនីសុខាលោកណៃវងដាលោកយីសុកសាននិងអ្នកស្រីលឹមមុនីត្រូវបានតុលាការក្រុងភ្នំពេញឃុំខ្លួនក្នុងពន្ធនាគារជាង8ខែហើយលើសំណុំរឿងផ្សំគំនិតនិងសោកប៉ាន់សាក់សីជុំវិញជំនួបរវាងលោកកឹមសុខានិងលោកសខេងនៅពេលខាងមុខនេះតំណាងរាជគណៈបកសង្គ្រោះជាតិលោកឡុងរីនិយាយថាមានរឿងជាច្រើនដែលថ្នាក់ដឹកនាំបកទាំងពីរជជែកគ្នាតែរឿងចម្បងនោះគឺដោះស្រាយរឿងមន្ត្រីសង្គមស៊ីវិលមន្ត្រីកោជបនិងសកម្មជនដីធ្លីដែលកំពុងជាប់ឃុំបាញ់មិញនេះឧត្តមប្រធានស្ដីទីកឹមសុខាលោកបានជួបផ្ទាល់ជាមួយលោកនីចរិយាដែលជាអគ្គលេខាធិការរងកោជបហើយលោកបានផ្ដាំផ្ញើសួរសុខទុក្ខតាក់ទងទៅនឹងរឿងដែលវិវត្តចុងក្រោយនេះសូមឲ្យអត់ធ្មត់លោកនឹងខិតខំប្រឹងប្រែងគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើម៉េចឲ្យស្ថានភាពនេះវាល្អប្រសើរឡើងវិញហើយនឹងឈានទៅរកដំណោះស្រាយអញ្ចឹងជុំទី1នេះគឺមានការដោះស្រាយឯកឧត្តមប្រធានស្ដីទីហើយលើកទី2នេះនឹងមានការជជែកគ្នាអំពីការដោះស្រាយដោយខាងសង្គមស៊ីវិលហើយនឹងដល់ដំណាក់កាលទី3យើងនឹងបន្តជជែកគ្នាទៀតដើម្បីឈានទៅរកការដោះបញ្ចប់ហើយក្នុងបំណងផ្សះផ្សាជាតិឯកភាពជាតិនេះជាគោលដៅធំដែលគណៈបកទាំងពីរកំពុងតែជជែកគ្នាដើម្បីរកច្រកចេញមន្ត្រីសិទ្ធិមនុស្សជាតិនិងអន្តរជាតិយល់ថាករណីលោកនីចរិយានិងមន្ត្រីសិទ្ធិមនុស្សអាត64រូបទៀតគឺជាសំណុំរឿងនយោបាយបើទោះបីជាយ៉ាងណាព័ត៌មានជុំវិញការដោះលែងលោកនីចរិយាមិនទាន់ត្រូវបានទម្លាយដឹងជាផ្លូវការនោះទេប៉ុន្តែបើតាមមេធាវីលោកសំសុគង្គឲ្យដឹងថាលោកនីចរិយានិងមន្ត្រីអាត64រូបទៀតអាចនឹងត្រូវបានគេដោះលែងនៅចុងខែធ្នូឆ្នាំ2016នេះបន្ទាប់ពីមានការជួបគ្នារវាងលោកកឹមសុខានិងលោកសខេងខ្ញុំរ៉ាន់សំណាងអាស៊ីសេរី
រាយការណ៍ពីរាជធានីភ្នំពេញ ចាត់ទស្សនិកជនជាទីមេត្រីនិស្សិតអាជីវករអ្នករត់ម៉ូតូឌុបអ្នករត់រមាក់ទេសចរនិងអ្នកធាក់ស៊ីក្លូបញ្ចេញទស្សនៈប្រហាក់ប្រហែលគ្នាជុំវិញការវិវត្តនយោបាយនៅក្នុងប្រទេសពួកគេខ្លះអះអាងថាដោយសារអ្នកនយោបាយនៃគណៈបកទាំងពីរគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិដែលចេះតែមិនត្រូវរើគ្នានោះបានទាញឲ្យការប្រកបរបរទទួលទានប្រចាំថ្ងៃរបស់ពួកគាត់មិនកាក់កបនោះទេពួកគាត់បានស្នើឲ្យអ្នកនយោបាយនៃគណៈបកទាំងពីរចាប់ដៃគ្នាធ្វើការនិងគិតគូរពីការងារអភិវឌ្ឍប្រទេសជាតិជាជាងការឆ្លោះប្រកែកគ្នាចាសសូមអញ្ជើញទស្សនាមតិពលរដ្ឋដែលរៀបចំដោយលោកសនច័ន្ទរដ្ឋាដូចតទៅសូវបានស្តុកអញ្ចឹងសង្គមមានច្បោកច្បល់អញ្ចឹងទៅយើងវាពិបាករកស៊ីដែរអញ្ចឹងបាទប៉ុន្តែគូយល់ថាយ៉ាងម៉េចបានជាចេះអត់ពលដល់អ្នកអត់ជិះម៉ូតូរត់ពីអីទៅវិញគេមានអារម្មណ៍ភ័យខ្លាចដែរខ្ញុំដប់គេអញ្ចឹងខ្ញុំសួរគេដែរគេថាគេមានអារម្មណ៍ភ័យខ្លាចអញ្ចឹងដែរការងាររកស៊ីដល់ពេលអ្នកនយោបាយឆ្លោះគ្នាអញ្ចឹងទៅគេយកតែគេភ័យខ្លាចគេមិនសូវបានរកស៊ីបានស្រួលដែរបាទថយតាមនឹងដែរទៅវាស្ងាត់មួយស្ងាត់អីដែរថយច្រើនថយមិនថាតែបងមួយគេទាំងអស់គេថយដូចគ្នាហ្នឹងហើយបងខ្ញុំជាប្រចាំគាត់ធ្លាប់រកបានដែរដល់ពេលគាត់រត់បានដែរអញ្ចឹងវាពិបាកទាំងអស់គ្នាអូនណាពីអញ្ចឹងហើយយើងនៅឃើញថាយើងលក់អត់ដាច់អញ្ចឹងក៏យើងពិបាកថាហឹងគ្រូគូសាយើងធ្លាប់រកបានដល់ឥឡូវយើងរត់បានអញ្ចឹងវាកាន់ចាប់ទៅអូនណាដាប់ទៅបាទ6ខែអីមកលោកអត់សោកដាញ់ចាប់ពីហ្នឹងមកលោកលេងដាច់អស់អង្គុយលេងមើលខ្ញុំអង្គុយលេងរហូតអត់សូវមានអ្នកដោហើយក៏អត់សូវមានអ្នកមកទិញដែរលោកដោឥឡូវវាស្ងាត់ហ្មងណាដោលុយទិញមាសលក់មាសហ្នឹងថយទាំងអស់បាទមុខរបរចាំថ្ងៃដូចជាមិនសូវអីប្រហែលទេក៏ប៉ុន្តែរឿងគណៈបកទៅគ្នាខ្ញុំដូចពិបាកក្នុងការគិតដែរគាត់ថាអានេះរឿងរបស់គណៈបកឲ្យគណៈបកគេដោះស្រាយទៅទេអានេះអត់មានប៉ះពាល់អីទេជាមួយខាងនយោបាយគាត់ដោះស្រាយជារឿងផ្សេងអត់មានប៉ះពាល់អីដល់ទៅលើកម្មករទេបាទជាបរិវត្តអត់មានប៉ះពាល់យើងឆ្លោះគ្នាអត់បានបំពេញទៅនឹងកតាបកិច្ចអ្វីដែលគួរធ្វើហ្នឹងគឺហាក់បីដូចជាយើងមិនឃើញមានជាដំកំពួនទេវាអាចមានតិចតួចបំផុតក៏ចង់មានសំណុំពរមួយដែរចង់ថាគណៈបកទាំងពីរគួរតែរួបរวมដៃគ្នាកសាងប្រទេសរីកចម្រើនកុំយកនិន្នាការមួយទៅសង្កត់លើនិន្នាការមួយឲ្យមានថាការប្រឆាំងគ្នាអីចឹងណាអូនចង់ឲ្យសម្រួលគ្នាយោបាយអីអ្នកធំធ្វើអីនិយាយគ្នាស្ដាប់គ្នាបានទៅប្រទេសជាតិយើងនឹងចលងច្រើនវិញអូនមិនបាក់ដូចពីមុនគាត់ថាយើងប្រមាថមែនប៉ុន្តែយើងអាចរកបានតែឥឡូវប្រមាថឲ្យរត់បានទៀតដល់នេះយើងស្រួលមានដាំអីដល់នេះយើងស្រួលអូស៊ីស្រួលអីចឹងទៅបាទប៉ុណ្្នឹងឯងខ្ញុំអត់ចង់បានអីចង់ឲ្យមានការរួបរวมគ្នាហើយចង់ឲ្យមានលក្ខណៈថាយើងចូលប្រជុំហើយយើងជជែកគ្នាពីបញ្ហាប្រទេសជាតិហើយសំខាន់បំផុតគឺយើងគិតគូរអំពីផលប៉ះពាល់ទៅលើប្រជាជនយើងគិតប្រជាជនជាធំពីព្រោះថាធម្មតាប្រជាជនក៏រស់ដោយសារការហូបចុកហើយនឹងចំណីអាហារការរស់នៅឲ្យមានសុខភាពល្អបាទអញ្ចឹងបើសិនជាយើងគិតតែពីឆ្លោះគ្នាប្រជាជនគឺមានគម្លាតឆ្ងាយហើយការអនុវត្តការជួយសម្រាលដល់ប្រជាជនគឺវាពុំមានលក្ខណៈល្អប្រសើរឲ្យតែបាក់ទាំងពីរជុំត្រូវគ្នាខ្ញុំសប្បាយចិត្តណាស់ដើម្បីអនាគតទៅក្មេងចំនួនក្រោយខ្ញុំយល់ឃើញចឹងបាទចង់ឲ្យគាត់ធ្វើថារៀបចំប្រទេសធ្វើមិនកំអុយមានការកាប់សម្លាប់ធ្វើវាយបហាគ្នាអីចឹងទៅណាក្មួយចាត់ទស្សនិកជនជាទីមេត្រីសេចក្តីរាយការណ៍ពីខេត្តសៀមរាបវិញម្ដងយុវជនជាង200នាក់ដែលគាំទ្រគណៈបកសង្គ្រោះជាតិបានលើកគ្នាទៅតុលាការខេត្តសៀមរាបនៅព្រឹកថ្ងៃអង្គារទី13ខែធ្នូដើម្បីគាំទ្រប្រធានយុវជនក្រុងសៀមរាបម្នាក់ដែលតុលាការបានកោះហៅទៅសាកសួរពីបទបរិហាកេរ្តិ៍ប្រធានយុវជននៃគណៈបកសង្គ្រោះជាតិប្រចាំក្រុងសៀមរាបគឺលោកសៀកចំណាប់អាយុ31ឆ្នាំលោកមានប្រសាសន៍ថាកាលពីថ្ងៃទី2ខែកញ្ញាលោកបានបង្ហោះរូបស្ត្រីម្នាក់ដែលឈ្មោះភៀបលើបណ្ដាញសង្គម Facebook ដោយសរសេរថាស្ត្រីម្នាក់នោះគឺជាជនជាតិវៀតណាមហើយបានទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់នគរធំក្រុងសៀមរាប
ទី1ខ្ញុំមានការប្រួយបារម្ភពាក់ព័ន្ធជាមួយនឹងសវត្ថិភាពដោយសារខ្ញុំមើលឃើញថានេះជារឿងគម្រាមកំហែងផ្នែកនយោបាយសុទ្ធសាធទី2ខ្ញុំក៏មានការប្រួយបារម្ភខ្លាំងដែរចំពោះការបញ្ចេញមតិរបស់យុវជនដោយសារតែសប្តាហ៍ថ្ងៃនេះខ្ញុំក៏លេចមើលឃើញថាយុវជនគាត់ជាច្រើនគាត់បានចូលរួមក្នុងចលនានយោបាយគាត់ចង់ដឹងពីរឿងប្រទេសជាតិគាត់មានឆន្ទៈចង់ជួយជាតិក៏ប៉ុន្តែបែរជាអាជ្ញាធរព្យាយាមគម្រាមកំហែងហើយទៅវិញបានលោកសៀកចំណាប់បញ្ជាក់ថានៅព្រឹកថ្ងៃអង្គារទី13ខែធ្នូមុនពេលរូបលោកចូលឆ្លើយបំភ្លឺនៅចំពោះមុខតុលាការលោកបានជួបស្ត្រីរូបនោះហើយស្ត្រីរូបនោះនិយាយថាគាត់ជាដើមមិនដឹងស្ត្រីឈ្មោះភាពបញ្ជាក់ថាតាមពិតរូបគាត់មិនចង់ប្តឹងផ្ដាល់នោះទេតែអាជ្ញាធរភូមិសង្កាត់នគរធំជាអ្នកជំរុញឲ្យប្តឹងព្រមទាំងជួយរៀបចំឯកសារផងហើយបើគាត់មិនប្តឹងសកម្មជនគណៈបកសង្គ្រោះជាតិទេនោះគឺខ្លាចអាជ្ញាធរគៀបសង្កត់ប្រធានយុវជននៃគណៈបកសង្គ្រោះជាតិក្រុងសៀមរាបអំពាវនាវឲ្យតុលាការច្រានចោលការចោទប្រកាន់រូបលោកពីបទបរិហាកេរ្តិ៍ជាសាធារណៈនោះចាអ្នកនាំពាក្យសាលាដំបងខេត្តសៀមរាបលោកយិនស្រៀងមានប្រសាសន៍ថាតុលាការបានកោះហៅប្រធានយុវជននៃគណៈបកសង្គ្រោះជាតិក្រុងសៀមរាបមកសាកសួរពេលនេះគឺគ្រាន់តែបើកការអង្កេតជាបឋមប៉ុណ្ណោះចំពោះតំណាងអัยការនៃសំណុំរឿងបន្តក្តីនីតិវិធីយ៉ាងណាទៅទៀតនោះគឺរូបលោកមិនបានដឹងនោះទេទស្សនិកជនជាទីមេត្រីសេចក្តីរាយការណ៍ពីខេត្តប្រសេអនុវិញម្ដងរដ្ឋបាលខេត្តប្រសេអនុបានប្រកាសឲ្យប្រជាពលរដ្ឋ4ភូមិនៃសង្កាត់កោះរ៉ុងនិងអ្នកជាប់ពាក់ព័ន្ធត្រៀមឯកសារដីលំនៅឋាននិងដីកសិកម្មនៃមូលដ្ឋាននេះបង្ហាញក្រុមការងាររបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីវាស់វែងប្រមូលទិន្នន័យចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅលើសង្កាត់កោះរ៉ុងក្រុងប្រសេអនុឲ្យទទួលបានលទ្ធផលល្អចាសសូមអញ្ជើញលោកនាងទស្សនាសេចក្តីរាយការណ៍របស់លោកដែនអយុធ្យាបើមិនហើយក៏អាចថែមថយទីជួយទៀតវិញតាមការបញ្ញាចិត្តរបស់អាដាមរដ្ឋមន្ត្រីអាដាមទីភិបាលខេត្តព្រះសីហនុលោកយឿនមានប្រសាសន៍ថាក្រុមការងារចម្រុះនៃស្ថាប័នជំនាញរបស់ក្រសួងរៀបចំដែនដីបានចុះទៅដល់សង្កាត់កោះរ៉ុងកាលពីថ្ងៃទី12ដើម្បីចុះវាស់វែងប្រមូលទិន្នន័យប្រជាពលរដ្ឋចំនួន4ភូមិមានភូមិសុកសានភូមិដើមស្វាយភូមិកោះតូចនិងភូមិដើមថ្កូវដើម្បីចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធជូនពលរដ្ឋការវាស់នេះគឺចាប់ពីថ្ងៃទី12ដល់ថ្ងៃទី18ខែធ្នូលោកអភិបាលបានប្រកាសឲ្យប្រជាពលរដ្ឋត្រូវនាំយកឯកសារពាក់ព័ន្ធដីលំនៅឋាននិងដីកសិកម្មនៅតាមគ្រួសាររៀងៗខ្លួនទៅបង្ហាញមន្ត្រីជំនាញនិងក្រុមការងារខ្លែងដៃខ្លែងជាងព្រោះយើងគិតថាតាមផែនការរបស់អាដាមរដ្ឋមន្ត្រីគាត់ចង់ធ្វើរយៈពេលតែមួយទឹកជាងឲ្យហើយមកបញ្ចុះមុខគឺកម្លាំងយ៉ាត់គ្រប់អញ្ចឹងអាដាមលោកកែនកម្លាំងមកតាំងពីណាបណៃមកប្រមាណ100ដាក់ធ្វើម្ដងទៅហើយគឺចាប់ដល់ថ្ងៃ12ដល់ថ្ងៃទីបានដូចថ្ងៃ18ធ្វើហើយបើមិនហើយក៏អាចថែមថយទីជួយទៀតវិញតាមការបញ្ញាចិត្តរបស់អាដាមរដ្ឋមន្ត្រីអាដាមទីរដ្ឋមន្ត្រីជាភារៈប្រជាពលរដ្ឋស្នើឲ្យក្រុមការងារចុះវាស់បែងចែកក្បាលដីជូនពលរដ្ឋនិងកំណត់ទីតាំងដីវិនិយោគរបស់ក្រុមហ៊ុន Royal Group ព្រមទាំងដីព្រៃបំរុងទុកជាឧទ្យានជាតិរបស់រដ្ឋឲ្យបានលឿនដើម្បីអាចឲ្យពលរដ្ឋមានលទ្ធភាពបង្កើនផលកសិកម្មឬសង់ផ្ទះដោយស្របច្បាប់ចៅសង្កាត់កោះរ៉ុងលោកអ៊ួងនិតបានឲ្យអាស៊ីសេរីដឹងថាប្រជាពលរដ្ឋទាំង4ភូមិនៅលើសង្កាត់កោះរ៉ុងសរុបជាង600គ្រួសារក្នុងនោះក៏មានអ្នកមកពីតំបន់ផ្សេងហើយបានមកទិញដីឬមានចំណែកដីនៅលើសង្កាត់កោះរ៉ុងនេះដែរប៉ុន្តែបញ្ហានេះរដ្ឋបាលសង្កាត់នៅមិនទាន់មានទិន្នន័យច្បាស់លាស់ទេខ្ញុំដែរយុទ្ធជាអាស៊ីសេរីខេត្តព្រះសីហនុចតុស្និកជនជាទីមេត្រីនៅឯខេត្តបាត់ដំបងឯនោះវិញប្រជាពលរដ្ឋនៅស្រុកបាណន់ខេត្តបាត់ដំបងបានចោទអាជ្ញាធរឃុំថាខົບខិតគ្នាជាមួយអ្នកមានលុយទន្ទ្រានព្រៃឈើសហគមន៍យកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនព្រៃឈើសហគមន៍ជាង7ហិកតានៅស្រុកបាណន់ត្រូវបានគេយកគ្រឿងចាក់ទៅឈូសឆាយដោយគ្មានអាជ្ញាធរទប់ស្កាត់ប៉ុន្តែមេឃុំតាក្រៀមថាការចោទប្រកាន់នេះខុសការពិតលោកហ៊ុំចម្រើនរាយការណ៍បញ្ហានេះប្រជាពលរដ្ឋនៅឃុំតាក្រៀមព្រួយបារម្ភខ្លាចក្រែងហិនហោចព្រៃឈើសហគមន៍ខ្លាយទៅជាកម្មសិទ្ធិឯកជននៅថ្ងៃខាងមុខ
តំណាងពលរដ្ឋម្នាក់រស់នៅភូមិអូតញាឃុំតាក្រៀមស្រុកបាណន់ប្រាប់អាស៊ីសេរីនៅតំបន់ដីសហគមន៍ដែលគេទន្ទ្រានយកដីនៅព្រឹកថ្ងៃទី13ធ្នូថាពលរដ្ឋអ្នកមានទ្រព្យធនម្នាក់ឈ្មោះរមឡាបានយកគ្រឿងចាក់ទៅឈូសឆាយដីសហគមន៍នេះជាង10ថ្ងៃមកហើយដោយពុំមានអាជ្ញាធរណាហាមឃាត់នោះទេលោកអះអាងថាសកម្មភាពនេះដំណើរការទៅបានដោយមានភ្លើងខៀវពីមេឃុំតាក្រៀមតែម្ដងបច្ចុប្បន្ននេះដែលគេចេះច្បាប់ចេះទម្លាប់ហើយខាងសហគមន៍ខាងច្បាប់សហគមន៍ខាងអភិរិយអីហ្នឹងគេអត់មានយកអាច្បាប់នឹងមកប្រើគេយកអាច្បាប់ផ្ដាច់ការហ្នឹងមកប្រើដល់ច្បាប់ផ្ដាច់ការហ្នឹងគឺអ្នកនឹងឯងរួមគណិតជាមួយអាជ្ញាធរឃុំអាជ្ញាធរភូមិនិងអ្នកតកែហ្នឹងមកឈូសឆាយដើម្បីយកលុយនឹងឯងទៅចែកគ្នាអាស៊ីសេរីពុំអាចតាក់ទងលោករមឡាដើម្បីអធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី13ធ្នូជំទប់ទី2ឃុំតាក្រៀមមានប្រសាសន៍ថាព្រៃឈើដែលគេទន្ទ្រានយកដីនេះជាព្រៃឈើរបស់សហគមន៍ឃុំតាក្រៀមលោកបន្ថែមថាលោកចង់ការពារព្រៃនេះទុកជាសម្បត្តិរួមដើម្បីឲ្យប្រជាពលរដ្ឋទាញយកអនុផលដោះស្រាយជីវភាពប្រចាំថ្ងៃដែរក៏ប៉ុន្តែគ្មានអំណាចដើម្បីការពារព្រៃនេះបានចង់ទប់ស្កាត់ណាស់ហើយតាំងពី2014ដល់រហូត2015តែខ្ញុំនៅជំទប់លេខ2អត់មានអំណាចដូចគេទេតែពេលប្រជុំប្រចាំខែលើកឡើងគេគ្រាន់តែប៉ុន្តែអត់អនុវត្តផងអញ្ចឹងបានន័យថាអ្នកមាននឹងតកែអាជ្ញាធរនេះខົບខិតគ្នាហើយបាននេះហ៊ានឈូសព្រៃសហគមន៍ដៃគូនេះខ្ទេចខ្ទីអងមេឃុំតាក្រៀមលោកអឹមប៊ុនយូឆ្លើយតបយ៉ាងខ្លីថាការលើកឡើងរបស់ប្រជាពលរដ្ឋនឹងជំទប់ទី2គឺជាការបំពងព័ត៌មានខុសពីការពិតលោកអះអាងថាអាជ្ញាធរឃុំពុំមានពាក់ព័ន្ធនឹងករណីនេះឡើយម្យ៉ាងទៀតលោកថាអាជ្ញាធរស្រុកក៏បានចុះទៅពិនិត្យមើលរួចមកហើយគឺពុំមានអ្វីធំដុំនោះទេទោះជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបាត់ដំបងលោកយិនមីងលីកត់សម្គាល់ថាជាទូទៅអាជ្ញាធរច្រើនឆ្លើយបដិសេធយករួចខ្លួនមិនទទួលខុសត្រូវចំពោះបញ្ហាដែលកើតមានក្នុងតំបន់ដែលខ្លួនគ្រប់គ្រងនោះទេព្រៃឈើសហគមន៍ដែលគេលួចឈូសឆាយនោះអស់ប្រមាណ7ហិកតាក្នុងចំណោមផ្ទៃដីសរុបជាង 1800 ហិកតាជំទប់ទី2ឃុំតាក្រៀមនិងពលរដ្ឋអះអាងថាអ្នកទន្ទ្រានព្រៃនេះក្នុងបំណងដើម្បីយកដីធ្វើជាកសិដ្ឋានចិញ្ចឹមសត្វនៅថ្ងៃខាងមុខខ្ញុំបាទហុំចម្រើនអាស៊ីសេរីពីខេត្តបាត់ដំបងលោកអ្នកនាងជាទីមេត្រីក្រៅពីស្ដាប់កម្មវិធីផ្សាយវិទ្យុអាស៊ីសេរីលោកអ្នកនាងក៏អាចទស្សនាវីដេអូនិងសេចក្តីរាយការណ៍ព្រមទាំងនីតិផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងខ្ញុំដោយលោកអ្នកនាងចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/khmer និង YouTube www.youtube.com/rfa khmer video ឬតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa cambodia ចាសសូមអរគុណចាលោកនាងកញ្ញាជាទីមេត្រីតកតងទៅនឹងរឿងល្បាតព្រៃវិញគោយន្តកែច្នៃគឺជាមធ្យោបាយចាំបាច់តែមួយគត់ដែលអ្នកសហគមន៍ប្រមេប្រើប្រាស់ក្នុងការល្បាតព្រៃព្រះរកាពេលចូលព្រៃម្ដងក្នុងអំណងការពារព្រៃពីបទល្មើសកាប់បំផ្លាញនោះពួកគេបានគៀករកអ្នកមានគោយន្តនិងអ្នកស្ម័គ្រចិត្តបើកគោយន្តនោះសម្រាប់ក្រុមការងារល្បាតតើការធ្វើដំណើរដោយគោយន្តនៅក្នុងការល្បាតព្រៃព្រះរកាជួបភាពងាយស្រួលនិងមានការលំបាកអ្វីខ្លះចាសសូមអញ្ជើញលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍របស់អ្នកស្រីសុជីវីនៅពេលព្រឹកព្រលឹមនៅក្នុងទីធ្លាវត្តស្ថិតនៅក្នុងភូមិប្រមេឃុំប្រមេស្រុកត្បៃមានជ័យខេត្តព្រះវិហារគោយន្ត10គ្រឿងត្រូវគេចតតម្រៀបគ្នាដើម្បីរៀបចំសម្ភារៈមុនចេញដំណើរទៅល្បាតព្រៃក្នុងការល្បាតព្រៃដែលប្រើប្រាស់គោយន្តម្ដងទីមទីឲ្យមានអ្នកបើកបរដែលស្ទាត់ជំនាញមានបទពិសោធន៍បើកបរលើផ្លូវលំបាកប្រធានសហគមន៍ប្រមេនិងជាអ្នកបើកបរគោយន្តស្ទាត់ជំនាញមួយរូបផងមានប្រសាសន៍ថាផ្លូវកាន់តែលំបាកនៅក្នុងរដូវវស្សាជាពិសេសនៅតាមផ្លូវដែលមានគោយន្តចេញចូលច្រើនដែលលោកសម្ដៅ
ដល់អ្នកប្រើប្រាស់គោយន្តដើម្បីចូលទៅលួចកាប់ឈើនិងដឹកឈើលោកបន្តថាលោកចេះបើកគោយន្ត4ឆ្នាំហើយគឺនៅពេលដែលលោកត្រូវការគោយន្តដើម្បីដឹកជញ្ជូនជ័រដែលក្រុមគ្រួសាររបស់លោកប្រមូលបានតាមការពិតផ្លូវមុនដំបូងផ្លូវល្អស្រួលទេហើយខ្ញុំបើកគោយន្តទៅដងជ័រខេបជុំក៏បើកបានខែណាក៏បើកបានទាំងអស់ប៉ុន្តែបើតាមអូនេះក៏ទឹកស្រកបានអាចចម្លងបានខែណាក៏បើកបានតែអត់ផងចេះទេផងចេះដោយសារតែមានក្រុមអ្នកឈើគេឈើឲ្យគេដឹកឈើរាល់ថ្ងៃអញ្ចឹងទៅដល់ពេលភ្លៀងធ្លាក់មកវាខាគោយន្តវាខាទៅវាធ្វើឲ្យបែកផុកហើយវាផ្លូវទៅផ្លូវវាអាចបែកហើយវាផុងអញ្ចឹងទៅកាលពីថ្ងៃទី30ខែតុលាជាថ្ងៃទី2នៃយុទ្ធនាការល្បាតព្រៃព្រះរកាដែលដឹកនាំដោយព្រះសង្ឃបុត្រប៊ុនតេញបានបន្តការល្បាតព្រៃទាំងយប់ពលគឺធ្វើដំណើររហូតក្នុងរយៈពេល24ម៉ោងដើម្បីចាប់បទល្មើសព្រៃឈើការសម្រេចល្បាតព្រៃទាំងយប់កើតឡើងនៅក្រៅពេលដែលក្រុមនេះបានរកឃើញថាមានអ្នកលួចផ្ដាល់ដំណឹងពីដំណើរល្បាតការពារព្រៃទៅឲ្យពួកអ្នកលួចកាប់ឈើនេះជាលើកទី1ហើយដែលក្រុមល្បាតព្រៃរួមមានសហគមន៍ប្រមេនិងក្រុមព្រះសង្ឃបានល្បាតព្រៃទាំងយប់អ្នកចូលរួមល្បាតព្រៃខ្លះត្រូវធ្លាក់ពីលើគោយន្តនៅពេលដែលគោយន្តជួបស្ថានភាពផ្លូវពិបាកភ្លាមនិងបត់បែនមិនទាន់ប្រធានសហគមន៍ប្រមេនិងជាអ្នកបើកគោយន្តមានប្រសាសន៍បន្តថាក្នុងស្ថានភាពផ្លូវកាន់តែពិបាកអ្នកបើកគោយន្តត្រូវប្រើប្រាស់កម្លាំងកាន់តែខ្លាំងដែរនៅក្នុងផ្លូវនេះគឺយើងប្រុងប្រយ័ត្នទី1គឺផ្លូវវាចង្ហុកអីផ្លូវច្រាំងផ្លូវដូចថាវាចោតខ្លាំងឬក៏ឡើងចំណតអីអញ្ចឹងទៅឬក៏មានរឹសឈើអីហុកខ្លាំងទៅយើងត្រូវប្រុងប្រយ័ត្នដល់ពេលយើងបោទៅវាមានរឹសឈើអីនៅពីមុខអីលាក់លេងដូចទៅយើងបោទៅយើងត្រូវតែប្រឹងដៃឲ្យនឹងបើយើងមិនប្រឹងទេវាបោកអាចចូលដប់ភាគតិចណាស់ដែលអ្នកល្បាតព្រៃបានជិះលើគោយន្តជាប់លាប់ជាទូទៅពួកគេត្រូវចុះដើរត្រូវចុះជួយរុញជួយលើកជួយទាញនិងជួយអុសគោយន្តចំពោះអ្នកសហគមន៍ពួកគាត់មិននិយមពាក់ទ្រនាប់ជើងទេដើម្បីងាយស្រួលក្នុងការឆ្លងកាត់ភក់ល្បាប់និងទឹកនៅតាមផ្លូវទីប្រឹក្សាសហគមន៍ប្រមេមានប្រសាសន៍ថាពួកគាត់ជាពលរដ្ឋតស៊ូលះបង់ចូលល្បាតព្រៃនៅក្នុងក្តីសង្ឃឹមតែមួយគត់គឺថែរក្សាព្រៃឲ្យបានគង់វង្សកន្លងមកក៏បងប្អូនដែលអាចលះបង់មកបានគឺគាត់មានគំនិតដូចខ្ញុំដែរចាគាត់មានការលះបង់យ៉ាងដែរលះបង់នៅផ្ទះទៅកូនចៅទៅចាយើងមកនេះគឺយើងគិតខំតែក្នុងព្រៃមកចូលរួមទាំងអស់គ្នាដើម្បីការពារចាឥឡូវហ្នឹងគេមានដាក់ព្រៃហ្នឹងជាព្រៃអភិរក្សហើយតើសង្ឃឹមថាយ៉ាងម៉េចដែរទៅថ្ងៃមុខអាចការពារចាហើយខ្លួនខ្ញុំផ្ទាល់ក៏ដូចជាសហគមន៍ទាំងអស់គ្នាបានចូលរួមហ្នឹងក៏មានការសង្ឃឹមដែរថានឹងអាចការពារឲ្យបានគង់វង្សនៅថ្ងៃអនាគតទៅមុខចាមិនខុសពីប្រជាសហគមន៍ទេក្រុមព្រះសង្ឃនៃបណ្ដាញព្រះសង្ឃដែលស្វាហាប់និងរហ័សរហួនតែជួយត្រួសត្រាយផ្លូវនាំមុខក្រុមល្បាតព្រៃជានិច្ចកាលពីនៅមានជីវិតលោកឈុតវុធីដែលជាប្រធានអង្គការការពារធនធានធម្មជាតិធ្លាប់បានផ្ដាំប្រាប់ទៅប្រជាពលរដ្ឋខ្មែរថាប្រសិនបើពួកគេចង់ថែរក្សាព្រៃឈើដែលនៅសេសសល់ឲ្យបានគង់វង្សគឺត្រូវតែប្រឹងប្រែងដោយខ្លួនឯងដោយចូលរួមយ៉ាងសកម្មដើម្បីការពារធនធានធម្មជាតិទាំងនោះលោកបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាមិនអាចជាទីសង្ឃឹមសម្រាប់ការពារព្រៃឈើរបស់យើងទាំងអស់គ្នាតទៅទៀតទេយុវតីចិនស្រីណាដែលស្កាត់មកពីខេត្តកំពង់ចាមដើម្បីចូលរួមល្បាតព្រៃកោតសរសើរដល់ក្រុមព្រះសង្ឃដែលលះបង់ចូលរួមក្នុងការល្បាតព្រៃនាងក៏មានក្តីរំពឹងដែរថាបើមានការចូលរួមសកម្មពីភាគីពាក់ព័ន្ធពិសេសអាជ្ញាធរនោះនឹងអាចរក្សាព្រៃគង់វង្សខ្ញុំឃើញព្រះសង្ឃគាត់ស្វាហាប់មែនតើខ្ញុំគាំទ្រឃើញពេលគោយន្តជាប់ផុកអីរត់លាកចពោលាកស្បងរត់តាមគោយន្តដួលប្រផាត់ប្រភេងអីធ្វើអញ្ចឹងធ្វើឲ្យខ្ញុំឃើញព្រៃឈើពេលគេកាប់បំផ្លាញទៅស្រក់ទឹកភ្នែកទៅការស្ដាយព្រៃឈើផងហើយនឹងអាណិតប្រសងដែលគាត់ស្វាហាប់ដែលមួយចំនួនគេនិយាយថាឆាន់បាយនៅដេកវត្តអញ្ចឹងល្អជាងណាប៉ុន្តែនេះជាគំនិតមួយដែលគិតខុសដែលប្រសងគាត់ដែលស្វាហាប់ជាងយុវជនជាងប្រជាពលរដ្ឋទូទៅមួយចំនួនចាព្រៃព្រះរកាដែលស្ថិតនៅចន្លោះស្រុកចំនួន4ក្នុងខេត្តព្រះវិហាររួមមានស្រុកឆែបស្រុកត្បៃមានជ័យស្រុកជាំខ្សាននិងស្រុកជ័យសែនត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី9ខែឧសភាឆ្នាំ2016
អនុក្រឹត្យរបស់រដ្ឋាភិបាលបញ្ជាក់ថាព្រៃនេះមានទំហំជាង 90,000 ហិកតានៅក្នុងដំណើរល្បាតព្រៃនេះមន្ត្រីបរិស្ថានបានចាប់ខ្លួនជនល្មើសកាប់បំផ្លាញព្រៃឈើចំនួន 5 នាក់បញ្ជូនទៅតុលាការ3នាក់ស្ថិតនៅក្នុងការត្រួតពិនិត្យនិងស្ត្រីម្នាក់បានរត់រួចខ្លួនក្រៅពីចំណាយកម្លាំងកាយចិត្តដើម្បីធ្វើដំណើរដែលមធ្យោបាយគោយន្តនេះទាំងអ្នកបើកគោយន្តទាំងអ្នកចូលរួមមិនបានទទួលទានអាហារនិងទឹកគ្រប់គ្រាន់ឡើយត្បិតខ្វះស្បៀងនៅពេលធ្វើដំណើរល្បាតព្រៃត្រូវផ្លាស់ប្ដូរផ្លូវវែងឆ្ងាយជាងផែនការដែលបានគ្រោងទុកនៅម៉ោង 4 ព្រឹកថ្ងៃទី 31 ខែតុលាគោយន្តនៃក្រុមល្បាតព្រៃបានចេញផុតពីផ្លូវពិបាកពលគឺបានចេញផុតពីព្រៃពេលនោះហើយដែលទាំងអ្នកបើកគោយន្តនិងអ្នកសហគមន៍ដែលអស់កម្លាំងខ្លាំងបានសម្រាកលង់លក់ក្នុងរយៈពេលជាង 1 ម៉ោងនៅមុនពេលដែលពួកគេត្រូវបន្តដំណើរត្រឡប់ទៅភូមិប្រមេវិញនាងខ្ញុំសុជីវីអាស៊ីសេរីពីរាជធានីភ្នំពេញចាត់ទស្សនិកជនជាទីមេត្រីតកតងទៅនឹងរឿងភាពមិនប្រក្រតីនៃការនាំចេញខ្សាច់វិញម្ដងគណៈកម្មការទី10នៃរដ្ឋសភានឹងកោះហៅរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលលោកស៊ុយសែមនៅថ្ងៃទី 15 ខែធ្នូដើម្បីសួរដេញដោលពីភាពមិនប្រក្រតីនៃការនាំចេញចំនួនខ្សាច់និងតម្លៃទឹកប្រាក់ទៅលក់នៅប្រទេសសិង្ហបុរីក្រោយពីមានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី 12 ខែធ្នូប្រធានគណៈកម្មការទី10គឺលោកហូវ៉ាន់មកពីគណៈបកសង្គ្រោះជាតិឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី 13 ធ្នូថាអ្វីដែលលោកនឹងក្រុមការងារនឹងសួរដេញដោលលោកស៊ុយសែមនោះថាតើមូលហេតុអ្វីបានជារបាយការណ៍របស់ក្រសួងរាយនិងធម្មពលនិងរបាយការណ៍របស់គយប្រទេសសិង្ហបុរីបង្ហាញតួលេខចំនួនខ្សាច់និងទឹកប្រាក់ចំណូលពីការនាំខ្សាច់ទៅប្រទេសនេះមានលក្ខណៈខុសគ្នាច្រើនទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិបង្ហាញថារយៈពេល 8 ឆ្នាំគឺពីឆ្នាំ 2007 ដល់ឆ្នាំ 2015 កម្ពុជានាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីជិត 3 លានតោនគឺគិតជាទឹកប្រាក់ប្រមាណជាង 5 លានដុល្លារសហរដ្ឋអាមេរិកប៉ុន្តែបើពិនិត្យមើលទិន្នន័យរបស់សិង្ហបុរីនាំចូលខ្សាច់ពីកម្ពុជាវិញមានរហូតដល់ទៅជាង 73 លានតោនដែលគិតជាទឹកប្រាក់គឺប្រមាណ 750 លានដុល្លារសហរដ្ឋអាមេរិកឯណោះចាត់ទស្សនិកជនជាទីមេត្រីលោកនាងទៅបានទស្សនាទូរទស្សន៍អាស៊ីសេរីផ្សាយចេញពីរាជធានីភ្នំពេញចាកម្មវិធីផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីសម្រាប់រាត្រីនេះចប់តែប៉ុណ្ណេះនាងខ្ញុំខែសុណងព្រមទាំងក្រុមការងារអាស៊ីសេរីទាំងអស់សូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនគ្រប់ប្រការចានាងខ្ញុំសូមអរគុណនិងសូមជម្រាបលា